ទី 5ជាថ្នាក់ទី5មេរៀនទី11ប្រភេទ វិធី វិធីដកប្រភេទដែលមានភាគបាញ់ដូចគ្នា ចាមុនហ្នឹងអូនធ្វើពិធីបូកហើយឥឡូវដកប្រភេទម្ដងនេះកូនណាឥឡូវចាប់ផ្ដើមធ្វើមើលតោះអូនមុននឹងធ្វើយើងត្រូវធ្វើមិនសិនអានសំណួរមុនសិនអានសិនមើលកូន ផ្នែកកចូលមើលសៀវភៅសារទំព័រទី73ចំណុចវិធីដកប្រភេទដែលមានភាគដែងដូចគ្នា1បំពេញចំនួនក្នុងប្រអប់និងចន្លោះខាងក្រោម ចាអញ្ចឹងឥឡូវការដកប្រភេទហ្នឹងដូចបានខ្លះមើលលំហាត់ហ្នឹងគេដូចបានខ្លះ ឲ្យ5លើ6ដក3លើ6 ចឹងស្មើប៉ុន្មាន ស្មើនឹង2លើ6 ចា2លើ5 6អញ្ចឹង2ហ្នឹងបានមកពីណាកូន 2ហ្នឹងបានមកពីយក5ដកនឹង3 ចាតោះអាខាងក្រោមទៀតបន្ថែមទៀតមកដូច្នេះ5លើ6ដកនឹង3លើ6ស្មើនឹងប៉ុន្មាន ស្មើនឹង3 ស្មើនឹង5ដក3លើ6 ចាហើយស្មើ ស្មើនឹង2លើ6ស្មើនឹង ប៉ុន្មានទៀត ស្មើនឹងស្មើនឹង1 1លើ 3 3អូនបាន1លើ3មកពីណា យក2ចែក2 ចាអញ្ចឹងយើងយកភាគយកចែកនឹង2ភាគបែងចែកនឹង 2 ចែកនឹង2អញ្ចឹងបើយក2ចែកនឹង2ស្មើ 1 អញ្ចឹង6ចែកនឹង2ស្មើ 3តោះដូច្នេះ5លើ6ដក3លើ6ស្មើ នឹង1លើ3 ស្មើ1លើ3អូខេ good តោះឥឡូវដល់ខម្ដង3លើ 4 3លើ ដកនឹង1លើ4 ចាស្មើ នឹងស្មើនឹង2លើ4 ចា2លើ4 2លើ4នឹងបានមកពីណាកូន2នឹងបានមកពីណា 2ហ្នឹងបានមកពីយក3ដកនឹង1 ចា3ដកនឹង1ភាគបែងទុកនៅដដែលចាអញ្ចឹងឥឡូវនោះដូច្នេះអូយគេ3លើ4ដកនឹង1លើ4ស្មើនឹងប៉ុន្មានកូន ស្មើនឹង3ដក1លើ4 ស្មើនឹង2លើ4នេះស្មើនឹងប៉ុន្មានទៀត ស្មើនឹង1លើ2 ចាស្មើនឹង1លើ2 1នឹងបានមកពីណាកូន មួយហ្នឹងបានមកពីយក2ចែកនឹង2 2ចែកនឹង2អញ្ចឹងបើ2ចែកនឹង2ខាងក្រោមយើងចែកនឹង2ដែរអត់ ចែក ចែកនឹង2ដែរអញ្ចឹងអាហ្នឹងគេហៅថាសម្រួលវាទូចទៅណាកូនហ្នឹងហើយសម្រួលវាទូចតោះអញ្ចឹងដូច្នេះ3លើ4 ដក1លើ1លើ4ស្មើ ស្មើ1លើ2 1លើ2អូខេ good 2 8លើ 8លើ12ដក4លើ12 ចាស្មើ ស្មើនឹង4លើ12 ចា4លើ12នឹងបានមកពីណា បានមកពីយក8ដកនឹង4ស្មើ4 ស្មើ4អូខេតោះដាក់មកចឹង12ទុកនៅដល់អានឹងចាក់ធ្វើអីវាទេតោះចឹង8ដក4លើ12 ចម្លើយឃើញ4លើ12គេឲ្យស្រេចហើយអញ្ចឹងគេសម្រួលឲ្យទូចជាងនឹងទៀតអញ្ចឹងគេត្រូវដកប៉ុន្មានហើយគេត្រូវយកវាទៅធ្វើមិនកូនយកវាទៅចែកណាចែកគេចែកនឹងប៉ុន្មានបានឃើញ3មើល12នឹងចែកប៉ុន្មានឥឡូវយើងមើលភាគបែងសិន12ចែកនឹងប៉ុន្មានបានឃើញ3 12ចែកនឹង4 ចែកនឹង4ឃើញ3អញ្ចឹងអា4ហ្នឹងទៅខាងលើហ្នឹងត្រូវចែកនឹងប៉ុន្មានដែរ ចែក4ដែរ អញ្ចឹង4ចែកនឹង4ស្មើ 1 តោះដាក់មកចឹងចាអញ្ចឹងបើអូនអត់ដឹងអញ្ចឹងអូនត្រូវមើលពីភាគបែងមុនសិនណាថាភាគបែងចែកនឹងប្រហែលភាគយកក៏គេចែកនឹងប៉ុណ្្នឹងដែរតោះឥឡូវចាញ់មកដូចនេះដូចណា8លើ12ដក4លើ12ស្មើ4លើស្មើ1លើ3 អូខេ good ប្រភេទដែលមានភាគបែងដូចគ្នាតើយើងត្រូវធ្វើដូចម្ដេច ចាតោះអូនឆ្លើយថាម៉េច
ដើម្បីដកប្រភេទដែលមានភាគបាញ់ដូចគ្នាយើងត្រូវយកភាគយកដកនាំភាគយករួចរីឯភាគបាញ់រក្សាទុកនៅដដែល good very good អូខេតោះផ្នែក2 ផ្នែកខមួយចូលបំពេញចំនួនក្នុងប្រអប់ខាងក្រោម តោះឥឡូវពេញមើល6ដកប្រមាណនៅឃើញ1ឃើញថាដាក់ប៉ុន្មានកូន 6ដក5 6ដក5ស្មើ1អញ្ចឹងភាគបែង 13 13ដកដាចាតោះខ21ដកប៉ុន្មានឃើញ15 21ដកមិនគឺ5 អូនធ្វើលំហាត់អូនធ្វើនេះគៀននេះស្អី 6 6ហ៎ បាទ គិតប្រមាត់តែគិតដឹងណាឆ្លាតណា 15បូកមិន21 តោះឥឡូវខាងនេះ 15បូក1 21 លើ 15លើ 50អូខេតោះអស់ហើយណា 50 ទៀតវិញតោះ ពេលយកគណនាផលដករួចសម្រួលប្រភេទខាងក្រោម តោះឃើញបានកុំភ្លេចគេឲ្យយើងមួយទៀតមើលកុំតាន់នៅឃើញបាន10 20ដក10 សល់10 ដាក់មក 20ដក10លើ30 ស្មើបាន ស្មើ10 លើ 30 30ស្អីមកណា 30យកចែកដល់ប៉ុន្មានទៅដឹងដក នឹង10អញ្ចឹងយក10លើ10ចែកនឹង10ស្មើ ស្មើ1 1លើ30ចែកនឹងប៉ុន្មានដែរបើលើចែក10 ចែក10 ឃើ ដែ ញ រ បាន ឃើញ3 អានេះសម្រួលអស់តូចទេមែនអត់ បាទ លេខសម្រួលជាងនឹងទៀតហើយអូខេ good ខ26ដក12 វាធំជាងស្រួលដកតើយកមកដកប៉ុន្មានសិនមក យក ស្មើ 14លើ40 ហើយហ្នឹងគេសម្រួលមកទៀតអញ្ចឹងឥឡូវសម្រួលវាឃើញប៉ុន្មានឥឡូវសម្រួលវានឹងប៉ុន្មានព្រោះ14វាចែកដាច់បានតែប៉ុន្មានចែកដាច់បានតែ2ទេមែនទេ បាទ ចែកនឹង2ឃើញប៉ុន្មាន ចែកនឹង2ឃើញ7 7ដាក់មកឃើញ7លើនឹងចាក្រោមចែកនឹងឥឡូវចែក2ក្រោមចែកនឹង2បានប៉ុន្មានដែរ បាន20 20អញ្ចឹងសម្រួលអស់នៅ អស់ហើយ អស់ហើយអញ្ចឹងចម្លើយវាឃើញ7លើ20ចាតោះឥឡូវដល់សំណួរកឃើញប៉ុន្មានអូនសរសេរកាត់មកបដ ாய் មកយកចម្លើយចេញមកបដ ாய் ទៅមិនបាច់ចាំទាញដល់លើទេ5ដក125ឃើញប៉ុន្មាន បាន100បាន100គុត បាន100 100លើ560 សរសេរមកក៏គិតនឹងឲ្យមិនសរសេរអត់ព្រមគូបតតគូបតតមុនទេចាំសរសេរអត់ទេហើយតាំងសរសេរគូបតតមកវាអត់ស្មើគ្នាទេ560អូខេអញ្ចឹងស្រួលវាបានប៉ុន្មានទៀត បាន តោះឥឡូវយើងស្រួលវាទៀតយើងស្រួលនឹងប៉ុន្មាន នឹង10 ចាយើងស្រួលនឹង10អញ្ចឹងស្រួលនឹង10អញ្ចឹងឥឡូវចែកនឹង10ឃើញប៉ុន្មានអូនគូបតតក្រោមសិនគូប្រភេទវាសិននឹងហើយស្រួលមើល10ឃើញប៉ុន្មាន100ចែក10ឃើញ 10 ឃើញ10ចាហើយខាងក្រោមចែក10ដែរឃើញប៉ុន្មាន ចែក10ដែរឃើញ លុប0ចោលមួយទៅមែនអត់ 56 តែប៉ិតយើងចែកវាទៅអីលុបតែ0ចោលមួយទៅយើងចែក10អត់ហើយអញ្ចឹងឃើញ10លើ56ចុះអាហ្នឹងយើងស្រួលទៀតកាត់អត់ កើត កាត់ទៅអញ្ចឹងមិញដំបូងយើងស្រួលវាតែ10សិនឥឡូវយើងស្រួលវានឹងប៉ុន្មានទៀត 2 នឹង2ម្ដងអញ្ចឹង2 10ដាក់ចែកនឹង2ស្មើ 5 5អញ្ចឹងយើងស្រួលធ្វើមកអស់លទ្ធភាពមក5ចែកនឹង ចែកនឹង ប្រភេទលើ 5
26ចែក2បាន28 ចាឃើញ28អស់ហើយណាអស់មែនតើណាតោះអញ្ចឹង130លើ300ដកនឹង40លើ300ស្មើនឹង90លើ300 ដៃនេះកាន់កណ្ដាលជាប់តោះសម្រួលទៀតឃើញបានសម្រួលនឹងបាន សម្រួលនឹង ឃើញលេខ9និងលេខ3អត់ពីច្រើនចែកដាច់នឹងបាន 4និង3ចែកដាច់នឹង 9និង3ចែកដាច់នឹងបាន 4និង3ចែកដាច់នឹង3 ចាចែកដាច់នឹង3អញ្ចឹងបើវាដល់90អញ្ចឹងចែកយើងយកវាទៅចែកនឹងបាន យកទៅចែកនឹង30 អូខេ good ឆ្លាតមែនអញ្ចឹង90ចែកនឹង30ស្មើបានទេ 90ចែកនឹង30បាន អូនយកមកអូនធ្វើលំហាត់ធ្វើពីក្រោមនឹង បាន 3 បាន3ដាក់មក3អូឆ្លាតតែគិតបាត់ប្រទេសចេញដែរតោះអញ្ចឹង300ហ្នឹងចែកនឹង30ដែរមកស្មើបាន បាន30 300ចែកនឹង30ស្មើ30ស្មើបាន ស្មើ300ចែកនឹង40អស់30 ឥឡូវធ្វើមកឥឡូវធ្វើខាងក្រោមនឹងមកតោះដាក់មក300ចែកនឹងសេធំមកស្រួលមើលអត់ទេ30ដាក់ម៉ាន ដាក់ម្ដង 1 0តំណាក់0ថែម0អូខេស្មើម៉ាន ស្មើ10 អូខេឃើញទេយើងគិតមិនចេញយើងធ្វើចឹងមកអស់ហើយប៉ុណ្ណឹង